វាសួរសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់រៀននិយាយ podcast episode ទី9អញ្ចឹង episode យើងឯហ្នឹងនិយាយតាក់ទងជាមួយនឹងចាប់ផ្ដើមមុននឹងអ្នកទាំងអស់គ្នាដឹងថាចាប់ផ្ដើមដោយរបៀបណាតាមពិតទៅ episode ហ្នឹងខ្ញុំវារៀងស្ទាក់ស្ទើរជាមួយចំណងជើងជាមួយនឹងថាខ្ញុំនឹងនិយាយពីអីដែលតាក់ទងជាមួយនឹងការចាប់ផ្ដើមហ្នឹងដោយសារតែនៅក្នុង thumbnail របស់ខ្ញុំចង់ដាក់រូបសភៅដែលខ្ញុំចូលចិត្តដែលខ្ញុំស្រឡាញ់ដែលខ្ញុំបានអានវាតាំងពីប្រហែលជាមួយឆ្នាំមុនហ្នឹងហើយសភៅហ្នឹងក៏ជាមូលហេតុដែលខ្ញុំចាប់ផ្ដើមរៀនផលិតវីដេអូថតវីដេអូខ្លួនឯងរៀននិយាយចឹងដែរហើយហ៊ាននិយាយនៅមុខកាមេរ៉ាហ្នឹងដែរហើយសភៅហ្នឹងគឺជាសភៅដែលមានចំណងជើងថា Still Like an Artist ដែលជាភាសាខ្មែរគេនិយាយថាលួចឲ្យដូចជាលួចឲ្យដូចជាសិល្បករអញ្ចឹងលួចកន្លែងនេះមិនមែនសំដៅលើលួចរបស់លួចអីទេតែអានេះគឺជាការលួចគំនិតណាលួចឲ្យយកមកច្នៃអញ្ចឹងដែលគាត់បានលើកឡើងថានៅលើលោកនេះវាអត់មានអី original ទេចឹងយើងអាចយកវាបានមកច្នៃហើយពេលខ្លះវាអាចគឺជារបស់យើងថ្មីមួយទៀតផងចឹងនឹងអាស្រ័យទៅលើការច្នៃប្រឌិតរបស់យើងដែលយើងចេះយកវាមកឲ្យច្នៃដោយខ្លួនឯងណាអញ្ចឹងមួយទៀតនៅក្នុងហ្នឹងក៏ខ្ញុំនៅស្ទើរអាកន្លែងដែលខ្ញុំប្រាប់ចំណងជើងពីខាងលើហ្នឹងមួយទៀតគាត់ថាកុំចាំរហូតដល់យើងដឹងថាយើងគឺជាអ្នកណាដើម្បីចាប់ផ្ដើមធ្វើអ្វីមួយទេអញ្ចឹងមានន័យថាមិនយើងកើតមកម្នាក់ដឹងថាខ្លួនឯងកើតជាអីទេមិនកើតមកដឹងថាកូននេះនឹងខ្លាយជាតារាចម្រៀងឬក៏ជាជាងគំនូរឬក៏ជាអ្នកនិពន្ធអីទេឬក៏ជាអ្នកភ្លេងអីទេអញ្ចឹងអត់មានណាគេដឹងទេគឺអ្វីនៅពេលដែលយើងដឹងគឺនៅពេលដែលយើងធំឡើងយើងមានចំណង់ចំណូលចិត្តរបស់យើងថាពេលតនេយើងចូលចិត្តធ្វើអីឬក៏ពេលនៅក្នុងសាលារៀនយើងចូលចិត្តមុខវិជ្ជាអីជាងគេអញ្ចឹងអាហ្នឹងគឺជាមូលហេតុឬក៏ជាដើមកំណើតដែលធ្វើឲ្យយើងដឹងថាយើងគឺជាអ្នកណាហើយនៅពេលខ្លះមួយទៀតវាអាចនឹងវង្វេងណាពេលខ្លះហ្នឹងវាមិនមែនជា passion របស់យើងទេមិនមែនជាចំណង់ចំណូលចិត្តរបស់យើងទេយើងអាចមានអីផ្សេងមួយទៀតដែលជា skill របស់យើងអញ្ចឹងអ្នកខ្លះគាត់ចូលចិត្តនៅពីដូចឧទាហរណ៍ខ្ញុំផ្ទាល់អញ្ចឹងពេលខ្ញុំនៅរៀនវិទ្យាល័យអញ្ចឹងខ្ញុំចូលចិត្តគូគំនូរអញ្ចឹងហើយទៅពេលតែអញ្ចឹងទៅខ្ញុំគិតថាចាពេលខ្ញុំរៀនចប់ខ្ញុំនឹងទៅធ្វើរៀនចូលចាប់យកមុខវិជ្ជាដែលតាក់ទងជាមួយនឹងគំនូរនឹងអីចឹងទៅពេលខ្លះយើងអត់តាន់ដឹងថាមុខវិជ្ជាហ្នឹងវាមានអីផ្សេងទៀតទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តជ្រើសយកស្ថាបត្យកម្មមុខជំនាញស្ថាបត្យកម្មហើយខ្ញុំបានរៀនវាអស់រយៈពេល5ឆ្នាំហើយបានរៀនចប់ចេញធ្វើការហើយដល់ពេលហ្នឹងទៅក៏មានអារម្មណ៍ថាដូចជាមិនមែនអីដែលត្រូវមកខ្ញុំពេលខ្ញុំធ្វើការទៅចិត្តតែមានអារម្មណ៍ថាធុញនៅពេលដែលអង្គុយធ្វើការនៅក្នុង office សុកមានអារម្មណ៍ថាបែកគំនិតគិតអីផ្សេងអីចឹងថាអូយអត់ចង់ទៅធ្វើការគួយតែក្នុង office 8ម៉ោងអញ្ចឹងទេមានអារម្មណ៍ថាធុញចង់ធ្វើអីផ្សេងចង់ចេញទៅក្រៅខ្លះអាហ្នឹងយើងស្វែងរកខ្លួនឯងទៀតហើយអញ្ចឹងមកថាវាអត់ត្រូវមកយើងទេយើងត្រូវតែផ្លាស់ប្ដូរវាតែពេលខ្លះទៀតវាជាឧបសគ្គផ្សេងដោយសារតែអាហ្នឹងយើងរៀនចប់ហើយមិនក៏យើងមិនយកចំណេះជំនាញហ្នឹងយកទៅចាប់ផ្ដើមរកចំណូលពីវាដូចជាទៅធ្វើការអញ្ចឹងវាជាយើងបែកគំនិតចង់ទៅធ្វើអីផ្សេងអាហ្នឹងឯងវាតែងតែទាញយើងចូលមកវិញទាញយើងរៀងយើងមិនឲ្យធ្វើអីដែលយើងស្រឡាញ់ក្រៅពីនឹងអញ្ចឹងខ្ញុំតែមានគំនិតថាបើសិនខ្ញុំឈប់ធ្វើការនឹងទៅតើមានលុយមកពីណាមានប្រាក់ចំណូលពីណាបើអាហ្នឹងឯងដែលជាចំណេះជំនាញរបស់ខ្ញុំដែលបានរៀនពីសាកលវិទ្យាល័យ5ឆ្នាំចប់អញ្ចឹងតបមកទីខ្ញុំនៅចាំរហូតខ្ញុំថាខ្ញុំនឹងឈប់ប៉ុន្តែចេះតែមានផ្នែកគំនិតមួយទៀតដែលវាទីខ្ញុំឲ្យនៅតែចាប់ខ្ញុំចូលទៅធ្វើការនឹងទៀតដើម្បីទទួលបានប្រាក់ចំណូលដើម្បីបងតាឡាបងដើម្បីបងផ្ទះបងទឹកភ្លើងអីនៅទីក្រុងអញ្ចឹងដោយសារយើងមិនជាកូនអ្នកពេញទេយើងនៅខេត្តយើងឡើងមករៀនយើងត្រូវការជួលផ្ទះជួលអីបងទឹកភ្លើងបងថ្លៃចំណតម៉ូតូអីផ្សេងគឺអាហ្នឹងគឺទៅការចំណាយទាំងអស់អញ្ចឹងបើសិនជាយើងអត់ធ្វើការទេយើងមានលុយណាមកបងពួកទាំងអស់ហ្នឹងហើយយើងមិនបានប្រាក់ខែមកច្រើនចាយទាំងអស់សពគ្រប់អត់ធ្វើការសោះក៏បានមានលុយមកដែរប្រាក់ខែយើងវាបានសំតិចតួចល្មមមកបងរស់នៅប្រចាំថ្ងៃចឹងដែរអញ្ចឹងទៅបានវាតែងតែធ្វើលើកគំនិតនឹងឲ្យខ្ញុំរៀងខ្ញុំរហូតចេញពីការធ្វើអ្វីដែលខ្ញុំស្រឡាញ់ចូលចិត្តនឹងហើយមួយទៀតខ្ញុំក៏អត់តន់ច្បាស់ដែរខ្ញុំអត់មានណាគេច្បាស់ទេអត់មានណាគេដឹងថាយើងកំពុងតែធ្វើនឹងវាត្រូវមកយើងទេក៏ប៉ុន្តែបើសិនជាយើងអត់ព្រមចាប់ផ្ដើមធ្វើអីមួយលើវាស្វែងរកខ្លួនឯងទេយើងនៅតែអត់ដឹងចឹងយើងទៅចាប់ផ្ដើមធ្វើវាទៅឧទាហរណ៍ដូចអ្នកនរគ្នាlike ព្យាយាមធ្វើអីគ្រប់យ៉ាងណាបើមានពេលយើងធ្វើវាមានពេលធ្វើវាទៅ like go crazy មកយើងអត់ខ្វល់ថាអាហ្នឹងវាត្រូវមកយើងអត់ទេតែសំខាន់យើងធ្វើវាសិនឧទាហរណ៍អ្នកនរគ្នាចូលចិត្តការសរសេរអញ្ចឹងយើងសរសេររងអីសេររហូតទៅពេលខ្លះវាអាចคล้ายទៅជា
អាជីពរបស់យើងដូចយើងជួយចិត្តសរសេរយើងនឹងខ្លាយទៅជាអ្នកនិពន្ធអញ្ចឹងហើយបើសិនជាយើងជួយចិត្តរៀនភ្លេងរៀនតន្ត្រីអីយើងអាចខ្លាយទៅជាតន្ត្រីករអីចឹងទៅហើយបើសិនជាជួយចិត្តគូគំនូផាត់ពោអីខ្លាយទៅជាអ្នកជាងគំនូអីចឹងហើយគេវិចិត្រករអីចឹងទៅអញ្ចឹងអាហ្នឹងយើងអត់ដឹងទេសំខាន់យើងចាប់ផ្ដើមសកម្មភាពធ្វើវាសិនបើសិនជាយើងកំពុងតែបាត់បង់ខ្លួនឯងយើងចេះតែស្រាវជ្រាវធ្វើអីផ្សេងៗរហូតទៅសំខាន់កុំឲ្យតែនៅអត់ដឹងថាខ្លួនឯងចង់ធ្វើអីហើយនឹងអង្គុយសឹងកុកអត់ដឹងថាធ្វើអីទៀតហ្នឹងអាហ្នឹងយើងអាចរកឃើញទេយើងអាចរកឃើញវាលុះតែយើងងើបឡើងហើយទៅធ្វើអីទាំងអស់ហ្នឹងទៅហើយលទ្ធផលមកយើងអត់តន់ដឹងច្បាស់លាស់ដែរប៉ុន្តែបើសិនជាយើងធ្វើវាយើងស្រឡាញ់វាព្យាយាមធ្វើវាបន្តិចម្ដងពេលខ្លះវាអាចទៅជាអាជីពរបស់យើងខ្លាំងទៅលើវាយើងចំណាយពេលច្រើនទៅលើវាយើងនឹងខ្លាយជានឹងហើយដូចគេនិយាយថាបើសិនជាយើងចំណាយពេលទៅលើអីយើងនឹងខ្លាយជានឹងហើយចឹងអាហ្នឹងខ្ញុំលើកឧទាហរណ៍តាក់ទងដូចជាយើងជួយចិត្តសរសេរអនាគតយើងអាចនឹងខ្លាយទៅជាអ្នកនិពន្ធអីចឹងអាហ្នឹងវា100%វា logic វាពិតច្បាស់ 100% អាហ្នឹងស្រ័យលើសកម្មភាពរបស់យើងទេអាមិញហ្នឹងនិយាយតាក់ទងជាមួយនឹង passion យើង turn into profit ចឹងចំណង់ចំណូលចិត្តរបស់យើងនៅអាសាធ្វើរងថ្ងៃហ្នឹងថ្ងៃណាមួយយើងទទួលបានប្រាក់ចំណូលពីវាតែពេលដែលយើងធ្វើវាដែរទៅយើងខ្លាចទៅជាជំនាញហើយយើងអាចយកវាទៅបង្កើតទៅជាប្រាក់ចំណូលអត់អាចនៅសង្ងំថាយើងចង់ខ្លាចជាអីយើងអត់ចាប់ផ្ដើមធ្វើវាទេយើងអាចខ្ជិលដេកសុកស្អែកឡើងយើងកើតជាអានឹងហ្មងទេអញ្ចឹងមានតែការអនុវត្តការព្យាយាមប្រឹងប្រែងធ្វើវាទេដែលយើងអាចទទួលបានលទ្ធផលអ្វីដែលយើងចង់បានអ្វីដែលយើងចង់ឃើញខ្លួនឯងហ្នឹងអូខេអាហ្នឹងវាដូចជា quote របស់ Marie Forleo ដែលគាត់បាននិយាយថា clarity comes from action not thought មានន័យថាភាពច្បាស់លាស់អ្វីដែលយើងចង់ឃើញអ្វីដែលយើងចង់បានហ្នឹងវាមកពីការបញ្ចេញសកម្មភាពរបស់យើងមិនមែនមកពីការគិតរបស់យើងទេជាងយើងអាចគិតហើយវានឹងមកទេវាអាចស្រូបទាញបើគ្រាន់តែគិតទេណាវាអាចស្រូបទាញអីដែលយើងចង់បាននឹងមកទេលុះត្រាតែយើងធ្វើវាខ្ញុំនិយាយដដែលងើបឡើងហើយធ្វើវាទៅដូចខ្ញុំឥឡូវហ្នឹងទោះបីជាខ្ញុំខ្ជិលទោះបីជាពេលខ្លះខ្ញុំហត់ពេលខ្លះអត់មានគោលដៅច្បាស់លាស់អីក៏ខ្ញុំត្រូវធ្វើវាដែរដោយសារអីគេអានឹងវាគឺជា progress វាគឺជាដំណាក់កាលដែលយើងកំពុងតែរកខ្លួនឯងអញ្ចឹងព្យាយាមធ្វើទៅបើយើងអាចធ្វើនឹងបានយើងធ្វើទៅតែបើថាអត់ទេវាឆ្ងាយពីអីដែលយើងអាចគ្រប់គ្រងបានទេយើងអាចធ្វើវាបានយើងរៀនពីវាសិនទៅអញ្ចឹងនៅលើលោកនឹងគ្មានអីដែលថាយើងកើតមកយើងចេះធ្វើស្រាប់ទេអញ្ចឹងមានតែការខិតខំប្រឹងប្រែងរៀនសូត្រពីវាទេដើម្បីឲ្យយើងអាចមានចំណេះដឹងវិជ្ជាជីវៈមាននៅកម្លាំងចិត្តធ្វើវាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំនិយាយតទៅមួយទៅហោមួយទៀតដូចជាជំនាញដែលយើងបានរៀនពីក្នុងសាលាហ្នឹងយើងត្រូវយកវាមកអនុវត្តយកវាមកធ្វើជាធ្វើការអញ្ចឹងឧទាហរណ៍នៅពេលដែលយើងរៀននៅសាកលវិទ្យាល័យយើងមិនត្រូវចំណាយពេល4ឬក៏5ឆ្នាំអាស្រ័យទៅលើមុខជំនាញរបស់អ្នកទាំងអស់គ្នាយើងត្រូវចំណាយពេល4ទៅ5ឆ្នាំដើម្បីចប់ហើយពេលរៀនចប់យើងមិនត្រូវធ្វើការដើម្បីរកប្រាក់ចំណូលពីវាអញ្ចឹងអាហ្នឹងបើសិនជាយើងសំណាងគឺយើងអាចរកឃើញខ្លួនឯងនៅពេលដែលយើងបន្ទាប់ពីរៀនចប់ហ្នឹងទៅអញ្ចឹងមិនមែនមានន័យថាមនុស្សគ្រប់គ្នារកឃើញខ្លួនឯងបន្ទាប់ពីរៀនចប់សាកលវិទ្យាល័យទេពេលអ្នកខ្លះគាត់រៀនទៅបាន1ឆ្នាំ2ឆ្នាំអញ្ចឹងគាត់បោះបង់ដោយសារតែគាត់គិតថាអាហ្នឹងវាអត់ត្រូវមួយគាត់អត់ត្រូវមើលអ្វីដែលគាត់ស្រឡាញ់ចូលចិត្តធ្វើរាល់ថ្ងៃហ្នឹងណាអញ្ចឹងគាត់អាចដូរសាលាបើមិនជាគាត់មានធនធានឬក៏ពេលខ្លះគាត់អាចមានអាហារូបករណ៍អីចឹងទៅរៀនជំនាញអ្វីដែលគាត់ស្រឡាញ់ហ្នឹងទៅអញ្ចឹងបន្ទាប់ពីរៀនចប់យ៉ាងហោចណាស់គឺយើងត្រូវតែធ្វើការដើម្បីរកចំណូលពីវាវិញបន្ទាប់ពីយើងបានខិតខំប្រឹងប្រែងរៀននៅសាលារៀនអស់រយៈពេល 4-5 ឆ្នាំហ្នឹងអញ្ចឹងអាហ្នឹងវាជារយៈពេលមួយដែលយូរដែលយើងខិតខំប្រឹងប្រែងអត់ដេកអត់ពួនអញ្ចឹងឧទាហរណ៍ដូចជាខ្ញុំរៀនផ្នែកស្ថាបត្យកម្មអញ្ចឹងភាគច្រើនគឺដាច់យប់ច្រើនមែនតើអញ្ចឹងវាទាមទារយើងមានសុខភាពល្អហើយយើងតស៊ូប្រឹងប្រែងអត់ធ្មត់ខ្លាំងណាមុននឹងយើងបានរៀនចប់ហ្នឹងអញ្ចឹង5ឆ្នាំវាយូរមែនតើសម្រាប់មុខជំនាញមួយហ្នឹងអញ្ចឹងឧទាហរណ៍មួយទៀតទៅជាមួយនឹងទ្រឹស្ដីរបស់ស៊ឺម៉ាអ៊ីនៅក្នុងរឿងសាមកុកគាត់បានលើកឡើងថាគាត់សំលៀងគាត់មានពេលជាង10ឆ្នាំដើម្បីសំលៀងដាវគាត់សំលៀងដាវរបស់គាត់ណាជាង10ឆ្នាំប៉ុន្តែគាត់លើកតែម្ដងគឺគាត់ទទួលបានទឹកដីទាំងមូលនឹងម្ដងតែម្ដងអញ្ចឹងមានន័យថាម៉េចមានន័យថានៅប្រហែលឆ្នាំហ្នឹងដែលគាត់សុខចិត្តអត់ធ្មត់ប្រឹងប្រែង
រៀបចំយុទ្ធសាស្ត្រប្រឹងប្រែងរៀនសូត្រមើលទិសដៅមើលយុទ្ធសាស្ត្រអីរៀនតាមគេដើរតាមគេគឺគាត់រៀនទាំងអស់ហ្នឹងគឺគាត់រៀនទាំងអស់ដើម្បីឲ្យគាត់មានពេលមួយហ្នឹងគឺឱកាសល្អមកដល់គឺគាត់លើកដៃគាត់តែម្ដងគឺគាត់ទទួលបានទឹកដីទាំងមូលហ្នឹងតែម្ដងអញ្ចឹងមិនមានន័យថាសំណាងរបស់គាត់ណាពេលខ្លះគាត់ខ្លាំងដែរបានគាត់អាចធ្វើអញ្ចឹងបានគាត់ដឹងថាហ្នឹងវាជាឱកាសមកដល់ហើយទាញដើរគាត់មកម្ដងគឺទទួលបានទឹកដីតែម្ដងអញ្ចឹងវាស្តៀងជាមួយទៅនឹងquote មួយទៀតតេតទៅជាមួយនឹងប្រធានាធិបតីអាមេរិកគឺ Abraham Lincoln ដែលគាត់បាននិយាយថាបើសិនជាគេឲ្យពេលគាត់8ម៉ោងនៅក្នុងការកាប់ដើមឈើមួយគឺគាត់ប្រើពេល6ម៉ោងហើយដើម្បីសម្លៀងបថៅហ្នឹងអញ្ចឹងសល់ពេលប្រហែលម៉ោងតែបន្តិចហ្នឹងគឺគាត់កាប់តែបន្តិចគឺបានតែម្ដងអញ្ចឹងអានឹងដូចគ្នាគឺគាត់យកអាពេលហ្នឹងទៅសម្លៀងវាដើម្បីឲ្យបានមុតល្អនៅពេលដែលគាត់ប្រើតែកម្លាំងបន្តិចកាប់វាគឺបានសម្រេចតែម្ដងអញ្ចឹងដូចគ្នាគឺយើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រមុននឹងយើងយកចំណេះចំណេះរបស់យើងទៅប្រកបរបរឬក៏យកទៅបង្ហាញទៅដល់សង្គមអាហ្នឹងវាដូចជាយើងធ្វើការឲ្យគេទទួលបានប្រាក់ខែបើយើងធ្វើអត់ល្អគឺអត់តាមហ្នឹងពេលខ្លះគេអាចនឹងដេញយើងចេញពីការងារទៀតផងអញ្ចឹងយើងអាចធ្វើលំទេគឺយើងខិតខំប្រឹងប្រែងបង្កើតចំណេះជំនាញខ្លួនឯងអភិវឌ្ឍលើវាដើម្បីទទួលបាននៅអ្វីដែលយើងចង់បានហើយបើសិនជាយើងវង្វេងអត់ទាន់រកឃើញខ្លួនឯងព្យាយាមធ្វើអីគ្រប់យ៉ាងទៅ try everything កុំទុកពេលចោលគឺយើងត្រូវតែងើបឡើងធ្វើសកម្មភាពលើវានឹងទៅមិនថាអីដែលយើងស្រឡាញ់ហ្នឹងគឺយើងធ្វើទៅលើវាមួយថ្ងៃម្ដងតិចម្ដងតិចរហូតដល់អាចនឹងជំនាញលើវាយើងអាចយកវាទៅបង្កើតទៅជាមុខរបរឬក៏បង្កើតជាអាជីពខ្លួនឯងដើម្បីរកប្រាក់ចំណូលរស់នៅប្រចាំថ្ងៃរបស់យើងហ្នឹងអញ្ចឹងតែប៉ុណ្្នឹងទេ podcast episode ទី9តកតងមួយនឹងការចាប់ផ្ដើមគឺខ្ញុំគ្រាន់តែចង់លើកទឹកចិត្តឲ្យអ្នកដែលគាត់អត់ហ៊ានគាត់អៀនខ្មាស់គាត់ខ្លាចនឹងការរិះគន់គាត់អត់ហ៊ានចាប់ផ្ដើមគាត់ស្ទាក់ស្ទើរមានការសង្ស័យលើខ្លួនឯងអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងធ្វើអ្នកទាំងអស់គ្នាហ៊ានចាប់ផ្ដើមពីជំហានតូចទៅនៅអ្វីដែលយើងគិតថាថ្ងៃក្រោយហ្នឹងវាខ្លាយទៅជាអ្វីមួយដែលយើងចង់បានខ្លាយជាអាជីពខ្លាយជាមុខរបរឬខ្លាយជាអីក៏ដោយអាហ្នឹងចុងក្រោយក៏វានៅតែជាមុខរបរនៅនឹងខ្លួនយើងដែរបើមិនជាយើងបើទោះបីជាវាគ្រាន់តែជាការស្រឡាញ់របស់យើងចំណងចំណូលជប់របស់យើងអាចturn វាទៅជាប្រាក់ចំណូលរបស់យើងបានថែមទៀតផងអញ្ចឹងបើមិនយើងរស់នៅបែបហ្នឹងបានមែនណាអាហ្នឹងមានន័យថាជីវិតរបស់យើងគឺពេញលេញហើយអញ្ចឹងរាល់ថ្ងៃហ្នឹងមិនមែនមានន័យថាមនុស្សគ្រប់គ្នាដឹងថាខ្លួនឯងនឹងខ្លាយទៅជាអីទេដឹងថាខ្លួនឯងស្រឡាញ់ចូលចិត្តអីទេគឺមានមនុស្សច្រើនណាស់ដែលវង្វេងខ្លួនឯងដូចជាខ្ញុំក៏ដោយគឺខ្ញុំធ្វើការដោយសារតែខ្ញុំវង្វេងអញ្ចឹងខ្ញុំត្រូវតែព្យាយាមធ្វើអីផ្សេងរហូតដល់ខ្ញុំអាចរកឃើញខ្លួនឯងវិញចឹងមានន័យថាយើងបាត់បង់ខ្លួនឯងហើយយើងអត់រកខ្លួនឯងទៀតចឹងយើងគ្មានថ្ងៃនឹងឃើញវាទេចឹងបើសិនជាយើងដឹងថាខ្លួនឯងអានឹងអត់ចូលចិត្តហើយយើងអត់សុខមួយវាទេយើងចិត្តតែ stress នៅពេលដែលយើងនៅអង្គុយធ្វើការយើងចិត្តតែអារម្មណ៍យើងបែកទៅឆ្វេងទៅណាទៅណីចឹងមានន័យថាហ្នឹងវាមិនមែនជាអីដែលយើងស្រឡាញ់ចូលចិត្តទេវាមិនមែនជាអីដែលនៅមួយយើងរហូតទេចឹងពេលខ្លះវាអាចតាក់ទងមួយផ្លូវចិត្តបើសិនជាយើងនៅបន្តធ្វើវាយើងក្រំចិត្តទៅអានឹងតាក់ទងមួយ mental health ហ្នឹងវាសំខាន់ជាងគេបង្អស់សុខភាពរបស់យើងនិងផ្លូវចិត្តរបស់យើងហ្នឹងអញ្ចឹងយើងចេញពីវាទៅចាប់ផ្ដើមស្វែងរកខ្លួនឯងធ្វើអីផ្សេងកុំសំងំទុកចោលធ្វើឲ្យមានការបាក់ទឹកចិត្តខ្លាំងទៅអាចឈានទៅរកទៅដល់សេចក្តីស្លាប់អីចឹងទៅអាហ្នឹងគឺជាការគិតខ្លីអញ្ចឹងយើងត្រូវតែមានឲ្យទំនួលឲ្យសង្ឃឹមក្តីសង្ឃឹមខ្លួនឯងលើកទឹកចិត្តខ្លួនឯងជានិច្ចបើសិនជាមានគេបោះបង់យើងយ៉ាងហើយណាក៏យើងកុំបោះបង់ខ្លួនឯងដែរអញ្ចឹងខ្លួនឯងគឺត្រូវតែលើកទឹកចិត្តខ្លួនឯងជានិច្ចនៅនឹងខ្លួនឯងជានិច្ចដោយសារតែមានតែខ្លួនយើងទេដែលនៅជាមួយយើងរហូតអូខេអញ្ចឹងតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនគ្នាចាប់ផ្ដើមធ្វើអីមួយទៅអ្វីដែលបងប្អូនគ្នាស្រឡាញ់ចូលចិត្តចាប់ផ្ដើមពីថ្ងៃហ្នឹងទៅម្ដងបន្តិចទៅកុំខ្វល់ថាយើងនឹងបង្កើតកំហុសលើវាអីផ្សេងឧបសគ្គផ្សេងវាតែងតែមាននៅតាមផ្លូវអញ្ចឹងយ៉ាងហោចណាស់យើងចាប់ផ្ដើមធ្វើវាទៅអាហ្នឹងគឺជាចំណុចចាប់ផ្ដើមដ៏ល្អបំផុតហើយអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេកុំភ្លេច subscribe ហើយជួបគ្នានៅ episode ក្រោយបាយ